សម្ដេចតេជោហ៊ុនសែនអំពាវនាវឲ្យបងប្អូនជនរួមជាតិអត់ធ្មត់សុភាពរាបសារចាស់ទុំដើម្បីកុំឲ្យបរទេសមើលងាយតាក់ទងទៅនឹងករណីភាគីថៃបិទច្រកអន្តរជាតិនានាជាឯកតោភាគីសម្ដេចតេជោហ៊ុនសែនមានប្រសាសន៍ថាកងទ័ពថៃបានបិទច្រកប៉ោយប៉ែតជាឯកតោភាគីមុនម៉ោងកំណត់គឺទុកឲ្យភាគីថៃជាអ្នកទទួលខុសត្រូវសម្រាប់ជនរួមជាតិកម្ពុជាត្រូវតែមានភាពចាស់ទុំនិងសូមកុំបង្កហេតុសម្ដេចមានប្រសាសន៍បន្ថែមទៀតថាខ្ញុំគ្រាន់តែចង់រំលឹកដល់ប្រជាជនកម្ពុជាក៏ដូចជាប្រជាជនថៃឲ្យបានជ្រាបថាប្រសិនបើគ្មានទំនិញថៃនៅលើទីផ្សារកម្ពុជាមិនមែនមកពីកម្ពុជាពហិការមិនប្រើទំនិញថៃនោះទេតែជាលទ្ធផលនៃការបិទច្រកព្រំដែនព្រោះបើបិទមនុស្សច្បាស់ជាបិទទាំងទំនិញតាមទូរលេខពាណិជ្ជកម្មថៃឆ្នាំ2024កម្ពុជានាំទៅថៃជាង 1.1 ពាន់លានដុល្លាររីឯថៃនាំចូលមកកម្ពុជាជាង 5.2 ពាន់លានដុល្លារគឺថៃនាំចូលមកកម្ពុជាច្រើនជាង 4.1 ពាន់លានដុល្លារសម្រាប់5ខែដើមឆ្នាំនេះកម្ពុជានាំទៅថៃជាង200លានដុល្លារឯថៃនាំចូលមកកម្ពុជាជាង 1.5 ពាន់លានដុល្លារក្នុងករណីទំនិញនាំចូលកម្ពុជាមិនបានសូមប្រជាជនថៃដោះស្រាយជាមួយរដ្ឋាភិបាលរបស់ខ្លួនដោយខ្លួនឯងព្រោះអ្នកដែលខាតគឺប្រជាជនថៃនោះឯងសម្រាប់ប្រជាជនកម្ពុជាពេលអត់ទំនិញថៃប្រើប្រាស់សូមកុំបន្ទោសរាជរដ្ឋាភិបាលកម្ពុជាព្រោះអត់ទំនិញដោយសារតែថៃបិទច្រកព្រំដែនខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិរក្សានូវភាពថ្លៃថ្នូរភាពចាស់ទុំទន់ភ្លន់សុភាពរាបសារតែមើងម៉ាត់មិនទុកឲ្យបរទេសប្រមាថដោយឡែកមកដល់ព្រឹកថ្ងៃទី8ខែមិនិនាឆ្នាំ2025នេះនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតអាជ្ញាធរកម្ពុជាបានសម្រេចបើកច្រកនៅវេលាម៉ោង9ព្រឹកបន្ទាប់ពីភាគីថៃបានសម្រេចជាឯកតោភាគីបើកច្រកចាប់ពីវេលាម៉ោង8ព្រឹករហូតដល់ម៉ោង4រសៀលនៅព្រឹកថ្ងៃអាទិត្យនេះអាជ្ញាធរថៃបានមកចរចាជាមួយភាគីកម្ពុជាស្នើសុំឲ្យបើកច្រកនៅវេលាម៉ោង8ព្រឹកដូចថៃដែរប៉ុន្តែខាងកម្ពុជាយើងបដិសេធចំណែកនៅច្រកទ្វារអន្តរជាតិចាំយាមខេត្តកោះកុងអាជ្ញាធរកម្ពុជាក៏បានសម្រេចបើកច្រកនៅវេលាម៉ោង9ព្រឹកនិងបិទច្រកនៅវេលាម៉ោង4រសៀលដូចគ្នាដើម្បីឆ្លើយតបទៅនឹងភាគីថៃដែលសម្រេចបើកជាឯកតោភាគីបើកច្រកនៅវេលាម៉ោង8ព្រឹកនិងបិទច្រកនៅវេលាម៉ោង4រសៀលដូចគ្នានេះបើតាមការបញ្ជាក់ឲ្យដឹងរបស់លោកស្រីមិថុនាភូថងអភិបាលខេត្តកោះកុងសូមអរគុណពីនាងខ្ញុំអឹមស៊ីវិគី